ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសៀងហៃឥឡូវនេះដែរគឺខ្ញុំកំពុងតែស្ថិតនៅក្នុងក្រុងព្រៃវែងហើយនៅក្នុងថ្ងៃនេះដែរគឺខ្ញុំពិតជាមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំបានមកជួបផ្ទាល់ជាមួយនឹងបងវ៉ាន់ដេនិងបងពេជ្រហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺខ្ញុំបានជួបជាមួយនឹងលោកគ្រូគីមសុកហេងបងប្អូននៅក្នុងថ្ងៃនេះដែរគឺខ្ញុំមានគោលបំណងខ្ញុំគឺចង់មកសុំបងវ៉ាន់ដេសម្ភាសផ្ទាល់ហើយសួរសំណួរចំនួន2តាក់ទងជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងខេត្តព្រៃវែងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅជួបជាមួយនឹងបងវ៉ាន់ដេផ្ទាល់តែម្ដងបងnghiệp xưaបងnghiệp xưaបងតែខ្ញុំអាចខាតថតវីដេអូបាននេះស៊ីពេកបានបងគុណមែនតើខ្ញុំសប្បាយចិត្តឥឡូវបងចង់សួរតើចំណាប់អារម្មណ៍ពេលបងមករកខេត្តព្រៃវែងអារម្មណ៍ខុសប្លែកលក្ខណៈថាចំណាប់អារម្មណ៍ពិសេសយ៉ាងណាដែរពួកខេត្តផ្សេងៗនឹងខេត្តព្រៃវែងបងចំណុចពិសេសរបស់ខេត្តព្រៃវែងគឺសម្បូរថ្នាក់ដឹកនាំអានសភៅច្រើនដោយសារតែរដ្ឋបាលខេត្តព្រៃវែងបានដឹកនាំរដ្ឋបាលមន្ត្រីរដ្ឋបាលទាំងអស់មកអានសភៅបាន1ម៉ោង46នាទីហើយចំណុចពិសេសទី2កុមារដែលរៀននៅខេត្តព្រៃវែងទាំងអស់នៅទូទាំងក្រុងព្រៃវែងត្រូវបានពំនាំដំណឹងទៅដល់គាត់ផ្ទាល់ដើម្បីឲ្យគាត់ចូលរួមអានពេលព្រឹកនិងពេលល្ងាចហើយគាត់ដកម៉ោងសិក្សារបស់គាត់កន្លះម៉ោងដើម្បីកែទម្លាប់នៃការមិនដែលអានសភៅសាធារណៈមកអានសភៅសាធារណៈនេះគឺជាអ្វីដែលខ្ញុំឃើញពីព្រៃវែងណាបាទចូលដល់សំណួរទី2តើបងតាំងពីថ្ងៃទី1រហូតមកដល់ថ្ងៃទី7នេះចំនួនអ្នកអាននៅក្នុងខេត្តព្រៃវែងអាចបានប្រហែលជាប្រមាណមើលឃើញពីភ្នែកទី1អ្នកអានសុទ្ធសាធអ្នកអានប៉ិតដែលជាសាធារណជនអាន7800ជាងអ្នកឲ្យអ្នកអានប៉ិតណាតែដូចជាកុមារតូចដែលខ្ញុំរាប់ថាជាសិស្សនៅក្រោមថ្នាក់ទី4ទៅទី6ហ្នឹងឃើញគាត់មកជាង1500នាក់ប៉ុន្តែចំនួននេះมันគួរត្រូវបានរាប់បញ្ចូលទេដោយសារជាចំនួនហក់ឡើងដោយព័ត៌មានរបស់គ្រូអញ្ចឹងបើយើងនិយាយពីសាធារណជន800ជាងនិយាយពីសិស្សដែលក្រោមថ្នាក់បឋមទី4ដល់ទី6ហ្នឹងមានជាង1500នាក់បាទតែក៏ជាទម្លាប់ល្អដែលពួកគាត់ចេះកាន់សភៅបានកន្លះម៉ោងឬក៏10នាទីដែរណានេះគឺជាអ្វីដែលហៅថាតម្លៃនៃរូបភាពសង្គមកម្ពុជាយើងអរគុណមែនតើបងសម្រាប់ការផ្ដល់កិត្តិយសចូលរួមជាសភៅសូមចូលរួមយើងបានទទួលគុណបងសុខមួយគុណបងពេជ្រគុណសួរបងចាប់បងសួរបងបានមកជួយថតជួយអីមិនអីតែបានជួយហើយវិញមែនឥឡូវខ្ញុំមកពីស្រុកពោធិ៍រៀងមកបាទខ្ញុំស្រុកពោធិ៍រៀងម្ដងមកជួយកម្មវិធីបងដែរគ្រាន់តែជួយផ្សព្វផ្សាយជួយឲ្យបន្ថែមហ្នឹងទៅបាទបងយល់ឃើញមិនដែរកម្មវិធីខ្ញុំចាំទៅតាំងពីគាត់មកដល់ថ្ងៃទី1លក្ខណៈថាខ្ញុំមានអារម្មណ៍ថាសប្បាយអូរំភើបមែនតើអារម្មណ៍ថាមានមោទនភាពចំពោះកម្មវិធីមួយនេះបាទខ្ញុំចង់ចូលរួមតាំងពីថ្ងៃទី1តាំងខ្ញុំរវល់ខ្លាំងមកបងហើយបានឆ្លៀតមកជួយផ្សព្វផ្សាយល្អបាទហើយអញសម័យមើលគាត់គាត់ម្នាក់ឯងគាត់មកប៉ុណ្ណឹងអញឃើញក្មេងៗជាច្រើនគាត់ចាប់5មកគាត់អានគាត់អីហើយសប្បាយរីជាមួយនឹងការអានតាមទីសាធារណៈតាមពិតទៅក្មេងៗគាត់ចូលចិត្តតែយើងខ្វះតែអ្នកដឹកនាំធ្វើអាហ្នឹងឯងហើយបើសួរតើអនឯងធ្វើទៅរួចអត់ថារួចហេតុអីដោយសារតែអ្នកដឹកនាំនៅក្នុងខេត្តហ្នឹងក៏គាត់លើកទឹកចិត្តឲ្យធ្វើគ្រូបរិញ្ញាគាត់ដឹកនាំកូនសិស្សមកឲ្យក្មេងៗយុវជនក៏គាត់ចង់អានអញ្ចឹងខ្វះតែអ្នកដែរពេលដែលបងដេចេញទៅត្រូវការអ្នកបន្តវេនធ្វើសកម្មភាពនឹងបន្តទៀតឯងហើយយើងរំពឹងថាក្រោយពីបងដេចេញទៅយើងនឹងមានអ្នកដែរបន្តវេននៅខេត្តព្រៃវែងនឹងតទៀតចឹងណាអូខេគាត់ណាហ្មង